nhưng mình đang ngậm pi ca cắp chơi nỉ tê miền là na prak nhau vậy tiếng à ប្រកាសណាយើងមិនចាំបាច់ប្រាប់អ្នកនោះទេដីនេះមិនមែនជារបស់អ្នកទេហើយយើងទទួលបានការអនុញ្ញាតឲ្យមកធ្វើនៅទីនេះតើអ្នកមានឯកសារបញ្ជាក់ថាដីនេះជារបស់អ្នកទេ ខ្ញុំគិតថាយើងត្រូវអប់រំអ្នកអំពីអ្វីដែលយើងបានដឹងអំពីសិទ្ធិរបស់យើងនឹងមិននៅស្ងៀមហើយយើងនឹងមិនអធិស្ឋានចំពោះការបង្ខំរបស់អ្នកយើងរស់នៅទីនេះជាច្រើនចំនួនហើយយើងអាចបញ្ជាក់បានយើងធ្វើការជាមួយប្រៃនេះដែលវាបានផ្ដល់ឲ្យពួកយើងនៅចម្រោកអាហារទឹកថ្នាំនិងជាទីសក្ការៈបូជាដែលបានដឹកនាំនឹងការពីពួកយើងមានភាសាផ្ទាល់ខ្លួនរបស់យើងច្បាប់របៀបរស់នៅនិងរបៀបធ្វើរបស់យើងទទួលបាននៅការទទួលស្គាល់ថាយើងជាជនជាតិដើមភាគតិចហើយជនជាតិដើមភាគតិចមានសិទ្ធិរបៀបរស់នៅរបស់យើងមិនបង្កការខូចខាតឬធ្វើឲ្យប៉ះពាល់ដីដោយដែលមាននៅទីក្រុងរបស់អ្នកទេហើយយើងគួរទទួលបាននៅការគោរពចំពោះរឿងនេះ ប៉ុន្តែខ្ញុំមានការអនុញ្ញាតពីរដ្ឋាភិបាលយើងទទួលបានការការពារដែលលើសពីរដ្ឋាភិបាលមួយនោះគឺថាមានសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចដែលសិទ្ធិរបស់យើងត្រូវបានទទួលស្គាល់ទូទាំងពិភពលោកមែនហើយជាជនជាតិដើមភាគតិចយើងមានសិទ្ធិលើដីរបស់យើងអធិបតេយ្យភាពនិងធនធានរបស់យើងនេះជាសិទ្ធិមូលដ្ឋានរបស់យើងព្រោះជីវិតវប្បធម៌និងអត្តសញ្ញាណរបស់យើងគឺពឹងអាស្រ័យលើដីរបស់យើងនេះសូមចាក់ចេញហើយចាំត្រឡប់មកវិញនៅពេលអ្នកចង់ធ្វើអ្វីមួយប្រកបដោយភាពត្រឹមត្រូវនិងបានបង្ហាញពីការគោរពចំពោះយើងដែលយើងជាជនជាតិដើមភាគតិច ឲ្យខ្ញុំសុំទោសចំពោះអ្វីដែលខ្ញុំបានធ្វើកាលពីថ្ងៃមុនខ្ញុំបានប្រាប់មេរបស់ខ្ញុំថាកុំឲ្យធ្វើអញ្ចឹងខ្ញុំមកថ្ងៃនេះដើម្បីសុំទោសនិងជូនដំណើរនេះដើម្បីជាការសុំទោសខណៈពេលដែលខ្ញុំមកនេះខ្ញុំចង់ពិភាក្សាអំពីគម្រោងមួយជាមួយអស់លោកស្រីយើងមិនចង់បានដំណោយសោកប៉ាន់របស់អ្នកទេអ្វីដែលកំពុងសោកប៉ាន់យើងនេះអ្នកនឹងមិនទទួលបានការសហការពីយើងទេការសោកប៉ាន់នេះជាការបង្ហាញការមាក់ងាយមកលើពួកយើងបើអ្នកមានគម្រោងដែលប៉ះពាល់ដល់យើងនិងដីរបស់យើងក៏មានសិទ្ធិដែរអ្នកគ្រាន់តែនិយាយត្រង់មកយើងអាចធ្វើការជាមួយគ្នាដោយប្រើគោលការណ៍ការយល់ព្រមជាមុនដោយសេរីនិងបន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយយើងនឹងបញ្យល់ឲ្យអ្នកដឹងនេះមិនមែនជាសិទ្ធិពិសេសអីនោះទេវាជារបៀបដែលធានាឲ្យយើងទទួលបានការប្រព្រឹត្តមកកាន់ពួកយើងប្រកបដោយភាពត្រឹមត្រូវនិងការគោរពវាជាសិទ្ធិអំណាចរបស់យើងក្នុងការសម្រេចចិត្តថាព្រមឬមិនព្រមយើងទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងក្នុងជីវិតនិងកន្លែងដែលយើងរស់នៅយើងចង់ធ្វើគម្រោងមួយគឺធ្វើចំការកៅស៊ូគម្រោងនេះវានឹងនាំមកឲ្យអ្នកនៅការងារធ្វើនិងប្រាក់ចូលសហគមន៍របស់អ្នកហើយយើងនឹងជួយសាងសង់សាលាថ្មីផ្គត់ផ្គង់អគ្គិសនីប្រសើរជាងមុននិងទឹកស្អាតខ្ញុំមានផែនការជីវកម្មខ្ញុំអាចបង្ហាញដល់អ្នកបានផែនការគម្រោងរបស់អ្នកមានអត្ថន័យតិចតួចចំពោះយើងប៉ុណ្ណោះយើងនឹងសួរនៅសំណួរដើម្បីជួយឲ្យយើងបានយល់តាមសមត្ថភាពរបៀបរបស់យើងចង់អភិវឌ្ឍសហគមន៍និងធ្វើការជាមួយអ្នកមកពីខាងក្រៅដរាបណាពួកគេគោរពយើងនិងសិទ្ធិរបស់យើងនឹងស្ដាប់អ្វីដែលអ្នកបង្ហាញប៉ុន្តែសូមបង្ហាញតាមរបៀបលក្ខខណ្ឌរបស់យើងមុនយើងចាប់ផ្ដើមជជែកខ្ញុំសូមទេទូរស័ព្ទមួយ Hello លោកប្រធានខ្ញុំកំពុងនិយាយឥឡូវនេះខ្ញុំនៅភូមិជួបជាមួយអ្នកភូមិពួកគេបានបដិសេធប្រាក់ចំណូលរបស់យើងមិនគួរឲ្យជឿវាជាការងារមិនស្រួលទេលោកប្រធានពួកគេដឹងច្រើនយើងមិនអាចបង្វិលក្បាលពួកគេបានទេពួកគេនិយាយពីការយល់ព្រមជាមុនដោយសេរីនិងបន្ទាប់ពីស្អីគេនោះបាទខ្ញុំយល់ចាំខ្ញុំនិយាយជាមួយគាត់សិនហើយចាំខ្ញុំប្រាប់បន្តទៀតនៅពេលក្រោយជម្រាបលាលោកប្រធានអូខេអញ្ចឹងយើងគួរចាប់ផ្ដើមចេញពីណាទៅដំបូងអ្វីដែលអ្នកត្រូវយល់គឺថាគោលការណ៍ការយល់ព្រមជាមុនដោយសេរីនិងបន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយវាជាផ្នែកនៃសេចក្តីប្រកាសដែលយើងបានប្រាប់អ្នកហើយវាជារបៀបដែលយើងធ្វើការជាមួយអ្នកខាងក្រៅអំពីអ្វីៗដែលប៉ះពាល់ដល់ជីវិតយើងវាជារបៀបសាមញ្ញមួយដែលធានាមិនឲ្យយើងទទួលរងនឹងការកេងប្រវ័ញ្ចយើងមានរបៀបរបស់យើងហើយវាជួយឲ្យយើងជជែកជាមួយអ្នកខាងក្រៅសហគមន៍ដោយសេរីមានន័យថាការចរចាទាំងអស់ត្រូវគ្មានការគំរាមកំហែងឬការប៉ុនប៉ងផ្ដាល់សំណូកយើងមានសេរីភាពក្នុងការសម្រេចចិត្តដោយខ្លួនឯងតាមរបៀបរបស់យើងការទទួលបានព័ត៌មានជាមុនមានន័យសាមញ្ញថាយើងគួរទទួលបាននៅការជូនដំណឹងជាមុនជានិច្ចអំពីអ្វីៗដែលអាចមានផលប៉ះពាល់មកលើយើងគ្មាននរណាអាចមកធ្វើអ្វីភ្លាមៗដោយគ្មានការយល់ព្រមពីពួកយើងការជូនព័ត៌មានជាមុនមានន័យថាពួកយើងគួរត្រូវបានគេជូនដំណឹងអំពីអ្វីដែលអ្នកចង់ធ្វើប៉ុន្តែប្រាប់តាមរបៀបដែលយើងអាចយល់បានយើងមានដៃគូដែលយើងជឿទុកចិត្តដែលពួកគេធ្វើការជាមួយយើងដើម្បីជួយពន្យល់យើងបើយើងត្រូវការដូច្នេះសូមកុំបោកបញ្ឆោតយើងចង់ដឹងអ្វីដែលជាគុណសម្បត្តិនៃគម្រោងព្រមទាំងអ្វីដែលជាគុណវិបត្តិនៃគម្រោងទាំងពេលបច្ចុប្បន្ននិងនាថ្ងៃអនាគតគម្រោងណាក៏ដោយគឺមិនអាចធ្វើទៅបាននោះទេប្រសិនបើមិនមានការយល់ព្រមពីសហគមន៍របស់យើងគម្រោងរបស់អ្នកនឹងត្រូវបានអនុញ្ញាតឲ្យធ្វើនៅលើចំណែកដីណាមួយរបស់យើងប្រសិនបើសហគមន៍យើងយល់ព្រមអនុញ្ញាតឲ្យធ្វើតែបើយើងនិយាយថាទេនោះអ្នកត្រូវគោរពសេចក្តីសម្រេចរបស់យើង
គិតឲ្យម៉ត់ចត់អំពីរបៀបដែលអ្នកចង់អភិវឌ្ឍអ្វីមួយនៅលើដីដែលយើងស្រឡាញ់គិតអំពីអត្ថប្រយោជន៍និងបញ្ហាដែលអាចកើតមានមុននឹងជជែកជាមួយយើងអ្នកគួរតែឆ្វេងយល់អំពីយើងថាយើងជានរណាជាមុននរណាក៏ដោយដែលចង់សាងសង់អ្វីមួយនៅលើដីដែលជាទីសក្ការៈបូជារបស់សហគមន៍យើងគេគួរតែមកសួរឬឆ្វេងយល់អំពីយើងសិនប្រសិនបើយើងសម្រេចចិត្តបដិសេធគម្រោងរបស់គេពួកគេត្រូវគោរពការសម្រេចចិត្តរបស់យើងផងដែរការគោរពគឺជាគុណតម្លៃនិងមានសារៈសំខាន់ណាស់វាជាមូលដ្ឋាននៃរបៀបដែលយើងរស់នៅយើងគោរពព្រៃឈើដែលយើងកំពុងរស់នៅហើយយើងគោរពគ្នាទៅវិញទៅមកអ្នកលួចក្របីរបស់ខ្ញុំវាស៊ីកពោតរបស់ខ្ញុំអស់ដូច្នេះខ្ញុំចាប់យកវាហើយឈប់យើងអាចដោះស្រាយរឿងនេះជាមួយគ្នាដោយប្រើច្បាប់ប្រពៃណីរបស់យើងឥឡូវនេះអ្នកនឹងរៀនពីរបៀបរស់នៅរបស់យើងក្របីរបស់គាត់បានធ្វើឲ្យខូចរបងរបស់ខ្ញុំហើយវាបានស៊ីដំណាំដែលខ្ញុំបានដាំសម្រាប់គ្រួសារខ្ញុំសម្រាប់ហូបខ្ញុំគ្មានចេតនានោះទេហើយអ្នកក៏មិនគួរចាប់ក្របីរបស់ខ្ញុំយកទៅដែរយើងនឹងធ្វើសេចក្តីសម្រេចចិត្តនៅទីនេះឥឡូវនេះដើម្បីផ្ដល់នូវយុត្តិធម៌សម្រាប់អ្នកទាំងពីរណារិនអ្នកទទួលខុសត្រូវក្នុងការថែរក្សាក្របីរបស់អ្នកប៉ុន្តែអ្នកប្រហែសដែលធ្វើឲ្យក្របីនេះបានទៅស៊ីដំណាំរបស់កាស៊ីមនិងបានបំផ្លាញរបស់គាត់អ្នកណាយល់ព្រមសូមលើកដៃបើអ្នកយល់ព្រមអ្នកនឹងប្រគល់ក្របីឲ្យណារិនវិញនិងផ្គត់ផ្គង់អាហារដល់គ្រួសារកាស៊ីមដែលបានខូចខាតហើយអ្នកនឹងជួសជុលរបងដែលបានខូចផងដែរខ្ញុំគិតថាអ្នកគួរនាំគាត់ទៅសាលាក្តីដើម្បីដោះស្រាយមិនចាំបាច់ទេយើងបានដោះស្រាយបញ្ហាហើយអ្នកមិនអាចកាត់ក្តីតាមទឹកចិត្តរបស់អ្នកនោះទេរដ្ឋាភិបាលជាអ្នកសម្រេចពួកយើងទម្លាប់ធ្វើតែអញ្ចឹងតាំងពីមុនពេលដែលរដ្ឋាភិបាលបានកើតម្លេះយើងបានធ្វើអភិបាលកិច្ចដោយខ្លួនពួកយើងផ្ទាល់ជាយូរយារណាស់មកហើយយើងមានច្បាប់និងរបៀបរស់នៅដែលរក្សាផលប្រយោជន៍និងសុខុមាលភាពរបស់ប្រជាជនយើងនោះគឺជាច្បាប់ប្រពៃណីដែលយើងគោរពដែលច្បាប់ប្រពៃណីនេះទទួលបានការគោរពក្នុងសេចក្តីប្រកាសដែលអនុញ្ញាតឲ្យពួកយើងមានអភិបាលកិច្ចដោយក្រុមសហគមន៍របស់ខ្លួនឯងផ្ទាល់សម្រាប់កិច្ចការងារផ្ទៃក្នុងនិងក្នុងសហគមន៍របស់ពួកយើងខ្ញុំយល់ឃើញថាខ្ញុំមិនទាន់មានភាពរួចរាល់ក្នុងការពិភាក្សាអំពីគម្រោងរបស់ខ្ញុំជាមួយអ្នកនោះទេហើយខ្ញុំក៏មើលឃើញថាអ្នកក៏មិនទាន់មានភាពរួចរាល់ក្នុងការទទួលយកនៅគម្រោងនេះដែរបើអញ្ចឹងខ្ញុំសូមពិភាក្សាជាមួយអ្នកម្ដងទៀតនៅពេលក្រោយ